បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នានៅវីដេអូថ្មីចំពោះថ្ងៃនេះគឺខ្ញុំនឹងបង្ហាញបងប្អូនពាក់ព័ន្ធទៅនឹងការបង្កើត account TikTok ដែលអាចរកលុយបានចំពោះបងប្អូនកន្លងមកតែងតែល្បីថាស្រុកខ្មែរបានបើកឲ្យយើងរកលុយជាមួយ TikTok ហើយអញ្ចឹងការពិតគឺមិនមានទេស្រុកខ្មែរមិនទាន់បើកឲ្យយើងរកលុយបានជាមួយនឹងក្រុមហ៊ុន TikTok នៅឡើយទេបងប្អូនជៀសវាងការចាញ់បោកក៏ដូចជាការបង្ហោះផ្សេងៗតាក់ទងទៅនឹងថាស្រុកខ្មែរយកឲ្យរកលុយបាននោះគឺនៅទេណាបងប្អូនណាអញ្ចឹងតាក់ទងទៅនឹងស្រុកខ្មែរមិនទាន់អាចរកលុយបានទេឥឡូវនេះគឺខ្ញុំមកបង្ហាញពីរបៀបក៏ដូចជាកន្លឹះនៅក្នុងការបង្កើត account TikTok ដែលអាចរកលុយបានមានន័យថាយើងបង្កើត TikTok ដែលនៅប្រទេស support មានដូចជាអាមេរិកមានជប៉ុនមានប្រេស៊ីលមាន UK មានអីចឹងទៅបាទអញ្ចឹងដើម្បីយើងធ្វើការបង្កើតបានបងប្អូនត្រូវតែបង្កើតនៅក្នុង computer ហើយបងប្អូនធ្វើការ login account បងប្អូនចូលមកកាន់ជ្រុង login account ហ្នឹងមានន័យថាយើងមាន email មួយ log ចូលនៅក្នុងជ្រុងហ្នឹងទៅដើម្បីយើងធ្វើការបង្កើត TikTok បានដើម្បីបង្កើតបានបងប្អូនចូលមកកាន់ជ្រុងបែបនេះបងប្អូនបាន log account ចូលរួចរាល់ហើយបន្តមកទៀតបងប្អូនទាញមកបងប្អូនវាយពាក្យថា TikTok បងប្អូននឹងឃើញជាទម្រង់បែបនេះបងប្អូននឹងឃើញពាក្យខាងក្រោមឃើញពាក្យថា Cambodia អញ្ចឹងយើងធ្វើការផ្លាស់ប្ដូរនេះគឺជាកន្លឹះតិចនិចបន្តិចហ្នឹងប៉ុន្តែសំខាន់បងប្អូនអាចចេះបង្កើតបងប្អូនអាចមាន email ច្រើនបងប្អូនអាចបង្កើតទៅហើយបងប្អូនអាចធ្វើការលក់ក៏បានដែរ account TikTok មួយក៏$10 $5អីហ្នឹងតាមដែលបងប្អូនលក់ជាក់ស្ដែងណាគឺយើងអាចរកលុយបានដែរទៅតទៅនឹងការលក់ account ឬក៏បងប្អូនបង្កើតឲ្យគេទទួលបានលុយកម្រៃអីចឹងទៅនេះគឺជាចំណុចមួយដែរល្អមែនទែនអញ្ចឹងដើម្បីបង្កើតបាន TikTok ដែលអាចរកលុយបានសូមបញ្ជាក់មួយទៀតចំពោះការបង្កើត TikTok គឺមិនទាមទារឲ្យបងប្អូនប្រើប្រាស់នៅ VPN អីទេខុសពី Facebook ដែលយើងត្រូវទាមទារមាន VPN ដើម្បីអាចបង្កើត account Facebook ទៅក្រៅប្រទេសបានប៉ុន្តែ TikTok គឺมันតម្រូវឲ្យមានប្រើប្រាស់នៅ VPN អីទេគឺយើងបង្កើតនៅក្នុង IP ខ្មែរធម្មតាអញ្ចឹងបងប្អូនត្រូវតែយក email ថ្មីដែលមិនទាន់បានបង្កើតជាមួយនឹង TikTok ខ្មែរនៅឡើយថ្មីចេះគឺយើងយកមកបង្កើតតែម្ដងអញ្ចឹងយើងធ្វើការជ្រើសរើសកន្លែងប្រទេស Cambodia នេះបងប្អូនធ្វើការផ្លាស់ប្ដូរបងប្អូន select លេនហ្នឹងបងប្អូនទៅយកប្រទេសដែលបងប្អូនចង់បានប្រទេសដែល support ណាបងប្អូនយកឧទាហរណ៍ខ្ញុំយក Japan ឬក៏អីគេឬក៏ United States ក៏បានឬក៏នៅអាមេរិកចឹងទៅណាUnited States យើងដាក់ United យើង search មកនេះ United States United Kingdom ឥឡូវយើងយក United States ខ្ញុំ select លើហ្នឹងខ្ញុំយកពាក្យថាដានបន្ទាប់មកខ្ញុំបាន select រួចរាល់ឃើញទេខ្ញុំបាន select រួចរាល់ហើយខ្ញុំយកពាក្យថា sign up អូខេហើយបន្តមកទៀតបងប្អូនយកពាក្យថា continue with Google បងប្អូន select លើ account មួយ account email បងប្អូនហ្នឹងហើយបងប្អូនយកពាក្យថា continue បន្តមកទៀតយើងសូមធ្វើការរងចាំបន្តិចដើម្បីឲ្យគេធ្វើការត្រួតពិនិត្យអូខេអញ្ចឹងយើងទៅលេបម្ដងទៀតសារអត់ទៅយើង continue មកឥឡូវនេះអត់ទៅទេដឹងឥឡូវយើងselect ម្ដងទៀតអត់ទៅហើយអត់ឃើញចេញអក្សរប្រាប់យើងថាទៅយ៉ាងម៉េចទេណាអូខេយើង continue ឥឡូវយើងធ្វើការ refresh តិចសិនអត់ទាន់បានទេបងប្អូនណាអូខេយើងដូរប្រទេសម្ដងទៀតយើងដាក់ទៅប្រទេស Japan វិញឥឡូវខ្ញុំដាក់ទៅជប៉ុនឥឡូវយើងមិនដាក់ទៅអាមេរិកអត់ឲ្យឥឡូវយើងដាក់ទៅជប៉ុនណាឥឡូវយើងយកពាក្យថា continue មកបើសិនអត់ឲ្យបងប្អូនដូរប្រទេសមកណាយើង continue យើងធ្វើការរងចាំតិចទៅអូខេអញ្ចឹងចំពោះអាមេរិកគឺអត់ឲ្យទេអត់បានយើងដាក់ទៅអាមេរិកក៏បានអញ្ចឹងបងប្អូនដាក់ទៅប្រទេសផ្សេងមកដែល support មានជប៉ុនមាន UK មានប្រេស៊ីលអីចឹងទៅឃើញទេហ្នឹងគឺជាក្បាច់ចាបងប្អូនគឺជាបច្ចេកទេសពេលខ្លះដាក់ទៅអត់បានបងប្អូនគៀងទៅហ្នឹងអាហ្នឹងតែធ្វើមិនអីអញ្ចឹងយើងដូរមកដូរប្រទេសផ្លឹបបានតែម្ដងអញ្ចឹងថ្ងៃខែកំណើតបងប្អូនដាក់មកដាក់ដូចថ្ងៃខែឆ្នាំកំណើតបងប្អូនក៏បានដែរនេះខ្ញុំឧទាហរណ៍ទេណាឧទាហរណ៍អញ្ចឹងបន្តមកបងប្អូន next ទៅបាទបន្តមក username បងប្អូនឃើញ username គេ load ឲ្យនេះបងប្អូនអាច select username មួយមកហើយខ្ញុំយកពាក្យថា sign up ក៏បានឬក៏ skip ក៏បានដែរអត់បញ្ហាទេបន្តមកយើងបាន login ចូលបានហើយមិនបានខ្សត់អញ្ចឹងនេះគឺជា account ដែលយើងបង្កើតបានរួចរាល់គឺជា account TikTok ដែលអាចរកលុយបានប៉ុន្តែពេលចូលដំបូងបងប្អូននឹងឃើញមាន load មកខ្មែរអញ្ចឹងឯងអញ្ចឹងបងប្អូនត្រូវធ្វើការទៅចុច follow ណានេះកន្លែងនេះ search មកដូចជា
USA អញ្ចឹងទៅដើម្បីយើងបាន friend ទៅ USA បងប្អូន search USA ហើយបងប្អូនទៅឲ្យបេះដូងលើគេឬក៏ចុច follow លើគេបាទអញ្ចឹងមកបងប្អូននេះចុច follow អញ្ចឹងទៅដែលចុច follow account account របស់គេមកអញ្ចឹងបើសិនករណីមានការ log out បែបហ្នឹងណា log out បែបហ្នឹងបងប្អូនបង្កើតសារថ្មីដោយសារតែយើងបង្កើតថ្មីវាមិនទាន់អាចស្គាល់យើងអញ្ចឹងវា load ចេញមកវិញអញ្ចឹងយើងធ្វើការ join ចូលសារថ្មីមកចូលសារថ្មីមកណាអូខេអញ្ចឹងយើង join មកទៀតអញ្ចឹងកុំតន់ទៅ follow ក៏បានដែរដោយសារតែឥឡូវនេះរៀងតឹងអញ្ចឹងយើងកុំតន់ទៅ follow ណាកុំតន់follow ក៏បានដែរយើងគ្រាន់តែអស់មើលអញ្ចឹងទៅទុកពី3ថ្ងៃចាំបងប្អូនទៅធ្វើការ follow បងប្អូនធ្វើការ follow តែក្រៅប្រទេសបានហើយកុំ follow ខ្មែរណាកុំ follow ខ្មែរសោះដើម្បីកុំឲ្យរែងមកខ្មែរអញ្ចឹងយើង follow តែ account ក្រៅប្រទេសដើម្បីឲ្យ TikTok របស់យើងនឹងរែងទៅក្រៅប្រទេសណា3 4ថ្ងៃចាំបងប្អូនដើរ follow account បរទេសណាកុំ follow ខ្មែរកាលណា follow ខ្មែរ account យើងនឹងរែងមកខ្មែរចឹងវីដេអូយើងផុសទៅគឺមានតែខ្មែរមើលទេតោះនេះចឹងបើសិនបើបងប្អូនធ្វើ content ដែលចង់ឲ្យខ្មែរមើលបងប្អូន follow ខ្មែរមកអញ្ចឹងនេះគឺជា TikTok ដែលអាចរកលុយបានណាបងប្អូនចូលមកកាន់ profile បងប្អូនចូលទៅមើលកន្លែង setting នេះបងប្អូនចូលទៅមើលកន្លែង information អញ្ចឹងកន្លែង information នេះបងប្អូននឹងឃើញនេះ sorry បងប្អូននឹងឃើញមាន Japan អញ្ចឹងគឺជា account ដែលនៅប្រទេសជប៉ុន account ដែលនៅប្រទេសជប៉ុនគឺជា account ដែលអាចរកលុយបានណាឬគឺអាចរកលុយបាននៅពេលដែលយើងបានហើយបងប្អូនយក email របស់យើងដែលមានហ្នឹងទៅ log នៅក្នុងទូរស័ព្ទហើយបងប្អូនបង្កើត TikTok នៅក្នុងទូរស័ព្ទមកហើយបងប្អូនឆែកមើលនៅក្នុងTikTok Studio មកបងប្អូននឹងឃើញមានកម្មវិធី creator program ហើយដែលអាចរកលុយបានហើយឃើញទេអញ្ចឹងនេះគឺជា TikTok ដែលអាចរកលុយបានណាគឺរបៀបនៅក្នុងការបង្កើតគឺមានតែប៉ុណ្្នឹងទេគឺជាបច្ចេកទេសក៏ដូចជា technique ក្នុងការបង្កើត TikTok ដែលអាចរកលុយបានអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណសម្រាប់បងប្អូនតាមដានជួបគ្នានៅវីដេអូក្រោយទៀតបាទ